នៅពេលដែលយើងគ្មានខ្សែគ្មានខ្នងគ្មានអ្នកជ្រោមជ្រែងទើបយើងយល់ច្បាស់ពីតម្លៃនៃការខិតខំប្រឹងប្រែងដោយខ្លួនឯងយើងកើតមកគ្មានខ្សែគ្មានខ្នងគ្មានអ្នកជ្រោមជ្រែងត្រូវខំមាត់ខ្ទប់តិចសំងំធ្វើរឿងឲ្យបានច្រើនជាងមនុស្សធម្មតាអ្នកខ្លះគ្នាទៅតែអាយុ20ជាងទេប៉ុន្តែដោយសារតែអត់មានខ្សែអញតាមញ៉ែត្បូងអួតប្រាញ់ថាធ្វើគ្រូនៅនឹងមិនគ្រូអញថាគ្រូពេទ្យគ្រូបរៀនគ្រូអីនោះថាអាហ្នឹងមិនគ្រូចូលរូបចឹងអាហ្នឹងក៏គ្រូ ដាក់គ្រូចូលរូបមិនថាមកថាគ្រូស្នេហ៍អាគ្រូដាក់អំពើគេណាអញឆ្កែថាម៉េចមិញខ្ញុំថាបងឯងបកកែអើបើផ្កាយមែនអាចអីមិញខ្ញុំថាបងធ្វើអីក៏បានសម្រេចមកចូលទៀតឡើងមកចូលទៀតឡើងការងារមកក្រោប